នៅពេលដែលខ្ញុំបានទទួលព័ត៌មានថាមករៀននេះគឺអត់មានបង់ថ្លៃសិក្សាអ្វីទាំងអស់គឺខ្ញុំមានអារម្មណ៍ថារំភើបសប្បាយរីករាយក្នុងការមករៀនដោយសារនេះគឺជាឱកាសល្អសម្រាប់ខ្ញុំដែលខ្ញុំអាចនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនឬក៏បំពេញក្តីស្រមៃខ្លួនឯងចានាងខ្ញុំឈ្មោះលីមករាមកពីស្រុកស្វាញ់តខេត្តព្រៃវែងខ្ញុំរៀននៅវិទ្យាស្ថាន NIEI វគ្គខ្លី TVET 1.5M សប្តាហ៍ខ្ញុំរៀនជំនាញផលិតនំពីព្រោះជំនាញនេះគឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមកដោយសារតាំងពីតូចមកគឺខ្ញុំចូលចិត្តផ្នែកនំការធ្វើនំអញ្ចឹងខ្ញុំក្តីស្រមៃរបស់ខ្ញុំគឺចង់បើកហាងតូចមួយដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងនៅថ្ងៃអនាគតនៅពេលដែលខ្ញុំបានទទួលព័ត៌មានថាមករៀននេះគឺអត់មានបង់ថ្លៃសិក្សាអ្វីទាំងអស់គឺខ្ញុំមានអារម្មណ៍ថារំភើបសប្បាយរីករាយក្នុងការមករៀនដោយសារនេះគឺជាឱកាសល្អសម្រាប់ខ្ញុំដែលខ្ញុំអាចនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនឬក៏បំពេញក្តីស្រមៃខ្លួនឯងចាបើសិនជាខ្ញុំមានចំណេះជំនាញខ្ញុំគិតថាវាល្អប្រសើរនឹងខ្ញុំព្រោះដោយសារបើសិនជាខ្ញុំមានចំណេះជំនាញនេះថ្ងៃក្រោយទៅខ្ញុំអាចពឹងផ្អែកលើខ្លួនឯងនឹងចំណេះជំនាញនឹងបានធ្វើឲ្យជីវភាពរបស់ខ្ញុំទៅថ្ងៃក្រោយគឺអាចនឹងប្រសើរជាងនេះគឺពឹងពាក់ខ្លួនឯងដែលអាចនឹងរកចំណូលដោយផ្គត់ផ្គង់ជីវភាពខ្លួនឯងបានក្នុងនាមខ្ញុំគឺជាសិក្ខាកាមម្នាក់នាងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាថាបើសិនជាបងប្អូនអត់ទាន់មានចំណេះជំនាញអ្វីទាំងអស់សូមឲ្យបងប្អូនងាកមើលកម្មវិធីTVET 1.5M ដោយសារនៅទីនេះគឺជាមិនមែនផ្ដល់ត្រឹមតែចំណេះជំនាញច្បាស់លាស់មួយដល់យើងទេថែមទាំងជួយបង្ហាត់បង្រៀននិងរៀបផែនការអាជីវកម្មដល់យើងនិងប្រាប់ពីតិចនិចឲ្យយើងបានទៅធ្វើជាបុគ្គលិកមួយដ៏ឆ្នើមនៅក្រុមហ៊ុនណាមួយ